បងថ្លៃយីមីនេះហើយយកទឹកថៃមែនយកចឹងបានអីដាក់យ៉ានាងឯងលួចអង្គឲ្យថាមិនលួចទៀតនាងឯងវាយនឹងតែម្ដងមើលតោះមកវាយើងហេវបាយយើងទៅផ្ទះណោះចាតាម៉ែវាកូនប្រសាយើងមិនអាម៉ាទេអត់ចេះដាំបាយចេះសផងតែម៉ែវាគិតមិនតិចតែវិញអត់ដៃស៊ីមែនហើយតាមានស្អីគេនឹងមិនចេះធ្វើស្អីផងប្រហែលជាដាំខូចកខូចបាយអស់ហើយចាអើយមែនហើយម៉ែពុកពឹងស្អីគេដឹងតែអត់បាយហូបឯដឹងម៉ែពុកមិនទាន់ដល់ផ្ទះផងថាប្រពន្ធខ្ញុំមិនទាន់ដាំបាយឆ្អិនមកយាយបាយទឹកឆ្អិននៅចាពុកម៉ែបាយឆ្អិនហើយលើកបាយលើកទឹកមកគេមកធ្វើការហត់ចាពុកហូបមានពឹងទីអីណាទឹកជ្រលក់ទៅស៊ីទឹកថៃវាអីមកចាបងថ្លៃបងថ្លៃយីមីនេះហើយយកទឹកថៃមែនយកចឹងបានអីដាក់ទៅយកកូនចាំងអីមកចានេះចាดูបាយតិចលឿនមើលពុំឃ្លានផងណែក្បួនចិនគេមិនឲ្យអង្គុយអញ្ចឹងឯណាប្រពន្ធនៅខាងស្ដាំប្តីនៅខាងឆ្វេងចាពុកទឹកអួលទឹកចាយកទឹកអានតិចចាម៉ែចេញភាសាយេពីតវល់យកហើយតិចហើយយកទឹកតិចអានទៀតម៉ែធ្វើម៉េចបើទឹកសិតតិចហ្នឹងណែមីនេះយកទឹកឲ្យកែវផងណាទឹកប៉ុណ្ណឹងសោះធ្វើឯងដែរស្អីលើចេញខោហើយខ្ញុំច្រឡំចាចាផងកូនផ្ទះអស់បាយអបសុកដល់ហើយដើរខ្ញុំនឹងគូដៅទៅណាទៅណីទេតាមពីស្រឡាញ់អូនដេអំបានមកបាទអូនិយាយដើមទៅហើមដល់បណ្ដោយទៅណាដែរអូនបងជៀនអូនអូនទៅណាមកណាដែរហ្នឹងហ៎បងខ្ញុំដើរមកពីនោះទៅទិញអីហើយមកផ្ទះវិញអូនបងស្ដាយអូនដោយសារតែបងយកអូនមិនបានហើយណាមួយទៀតអូនមិនសូវជាស្រឡាញ់បងទៀតអូនស្រឡាញ់តែអាមួយហ្នឹងដែលប្តីអូនឯងហ្នឹងហើយនៅពេលដែលអូនរស់នៅជាមួយគ្រួសារហ្នឹងហើយបងឮអ្នកស្រុកអ្នកភូមិគេនិយាយថាគ្រួសារហ្នឹងគេធ្វើបាបអូនឯងណាអូនបងសុំផ្ដាំទៅអូនថាមនុស្សយើងអូនតែយើងស្លូតពេកគេជន់យើងណាអូនចឹងអូនឯងកុំស្លូតពេកណាអូនណាចាបងអរគុណដែលបារម្ភចឹងខ្ញុំលាបងទៅផ្ទះវិញណាហ្នឹងហើយអូនសុខសប្បាយណាអូនណាកុំភ្លេចដូចបងប្រាប់មិញណាអូនកុំស្លូតពេកយ៉ាត់គេជន់ណាអូនអូយនេះ
បងថ្លៃលុយកទៅណាហ្នឹង យើងយកទៅណាតែយើងកុំចេះនាងឯងកុំប្រាប់ម៉ែប្រាប់ពុកណាប្រយ័ត្ននាងឯងបោចសក់ជ្រះ តែមីក្ដីនាងឯងយកអង្គទៅណាអស់នេះមើលធំអង្គមាននេះអង្គលីងនេះ ចាម៉ែខ្ញុំអត់ដឹងទេម៉ែ យ៉ានាងឯងលួចអង្គឲ្យថាមិនលួចទៀតនាងឯងវាយនឹងចិនដងមើលមកនេះនាងឯងមកនេះឲ្យចេញដងវាយវាចេញដង អយោម៉ែឈឺ យ៉ានាងឯងលួចថាមិនលួចទៀតវាយឲ្យវាយនាងឯងចេញដង អូយម៉ែខ្ញុំកុំវាយខ្ញុំ អូយម៉ែម៉ែ លួច វា ទេ ទៅ ម៉ែ អីម៉ែវាទៅអី វាលួចអង្គ ខ្ញុំបានលួចទេខ្ញុំបានលួចទេម៉ែ លួចអង្គណាដាំបាយស៊ីទេ បាយទៀតម៉ែ កុំវាយខ្ញុំម៉ែអូយឈឺម៉ែអូយ ហេម៉ែវាបានវាយវាហ៎ ម៉ែ តាវា លុញក ម៉ែ ម៉ែពុកមិនវាយពុនខ្ញុំអញ្ចឹង វាយម៉ែវា អូយម៉ែខ្ញុំបានលួចទេម៉ែ មិនអញវាយប្រពន្ធឲ្យឯងវាយដង ផង វាយដង ខ្ញុំបានលួចទេស្មានតែឈប់វាយឲ្យប្តីខ្ញុំវាយវិញម្ដងអញត្រូវបានហើយត្រូវបានហើយប្តីខ្ញុំវាយដែរវាយដែរ